សួរពុកម៉ែបងប្អូនខ្ញុំបាទពូភីសំដែងថ្ងៃនេះខ្ញុំបាទកំពុងតែឈរនៅផ្សារក្ដឿរាយបាទស្ថិតនៅក្នុងភូមិដូងវាលឃុំក្ដឿរាយស្រុកកញ្ជ្រៀកខេត្តព្រៃវែងសូមជម្រាបបងប្អូនផងដែរថាផ្ទះយើងខ្ញុំមានទំហំ4ម៉ែត្រពីទឹកពីគុណនឹង13បន្ទប់ទទួលភ្ញៀវ1បន្ទប់ទឹក1បន្ទប់បាយ1ខាងក្រោមខាងលើបន្ទប់គេង2បន្ទប់ទឹក2បាទហើយខាងក្រោមបងប្អូនប្រហែលជាឆ្ងល់ថាហេតុអ្វីអត់មានបន្ទប់គេងមែនទេបន្តិចទៀតខ្ញុំនឹងនាំបងប្អូនទៅទស្សនានៅខាងក្នុងដើម្បីឲ្យដឹងច្បាស់បាទសូមជម្រាបពុកម៉ែបងប្អូនផងដែរថាផ្ទះល្វែងរបស់យើងគឺប្លង់រឹងបងប្អូនណាគឺប្លង់រឹងតែម្ដងបងថ្ងៃនេះគឺបញ្ចុះតម្លៃ$500បាទបងប្អូនទម្លាក់លេខមកថ្ងៃនេះគឺបញ្ចុះតម្លៃ$500ភ្លាមសម្រាប់អតិថិជនដំបូងកាលពីមុនខ្ញុំផ្សាយនៅក្នុងតម្លៃ22,000តែបើសិនជាបងប្អូនចាប់អារម្មណ៍ហើយទម្លាក់លេខនៅក្នុងថ្ងៃនេះគឺខ្ញុំបញ្ចុះតម្លៃជូនពុកម៉ែបងប្អូននៅក្នុងតម្លៃ21,500បាទ21,500ស្ថិតនៅក្នុងផ្សារក្ដឿរាយបាទមានកន្លែងរកស៊ីស្រាប់បងប្អូនអស់លើងទឹកគឺមានទាំងអស់មកកាផ្លេបងប្អូនណាមកកាផ្លេអញ្ចឹងបងប្អូនចូលទៅទស្សនាខាងក្នុងជាមួយខ្ញុំសម្រាប់ពុកម៉ែបងប្អូនដែលចង់បានបន្ទប់គេងនៅខាងក្រោមបាទសូមអញ្ជើញចូលទៅទស្សនាទាំងអស់គ្នាតើយើងអាចកែកុនជាបន្ទប់នៅខាងក្រោមបានដែរឬអត់បងប្អូនចូលមកមើលនៅខាងមុខនេះគឺមានបន្ទប់ទទួលភ្ញៀវមួយបាទដ៏ធំទូលាយខាងក្រោមចណ្ដាលនេះគឺមានបន្ទប់ទឹកបាទបន្ទប់ទឹកដ៏ស្អាតមួយបន្ទាប់មកពីបន្ទប់ទឹកបន្ទប់បាយនេះគឺប្រវែងជាង4ម៉ែត្របាទបើសិនជាបងប្អូនចង់បានបន្ទប់គេងនៅកន្លែងនេះបាទយើងអាចរើបន្ទប់បាយនេះយកទៅដាក់នៅខាងក្រោយបានខាងក្រោយគឺមានតឹង1ម៉ែត្រកន្លះបងប្អូនណាបាទតឹង1ម៉ែត្រកន្លះនេះបងប្អូនចូលទៅមើលទាំងអស់គ្នាបាទតឹង1ម៉ែត្រកន្លះបាទ1ម៉ែត្រកន្លះធំបងប្អូនបាទយើងវាយដបូលមករួចទៅយើងដាក់អូងបាយនៅខាងនេះបានបាទអត់អីទេបាទជាចុងក្រោយខ្ញុំបាទពូភីសំដែងក៏សូមអរគុណសូមគោរពលាគ្រាន់តែឃើញកាលណាជួបជាប់នេត្រាយដួងចិន្តាលួចអាឡ័យនឹងភ្លេចរាល់ថ្ងៃសំដីស្រេបអាយសំដីផ្អែមត្រជាក់ចិត្តតើគូព្រេងណាវាសនាគ្មានឬទេកាលនៅទំនេរ